I am Intelligent Drive Challenge ខ្លីមែនទេបងឡានធម្មតាគឺបត់ផុតទេបងបាទនេះស៊ីទីខ្លីមែនទេបាទខ្លីតែនេះមើលទីដល់ថ្នាក់នេះបាទបត់ទៀតណាអូខេយើងគ្រាន់តែចុចទៅគឺវាឆ្លាតហ្មងហើយវាស្រែត្រង់វាស្រែសាថ្មីទៀតហើយចកោទៅមកឆ្ងាញ់ហ្មងលយខ្លាំងតែបើកបងសាឡបងនៅកន្លែងលេខ8ហ្នឹងគឺវាគ្រាន់តែកាត់មកកវលមកផតវាអត់ធ្វើឲ្យយើងមានក្តីបារម្ភថាអូពេលបាត់ហ្នឹងទៅវាត្រូវទៅស៊ីកែមកង់របស់យើងបាទពេលបាត់ហ្នឹងទៅតតឡានទូចមិនស្រួលបាត់អានេះគឺ SUV ខ្នាតធំមួយស្រួលបាត់យ៉ាងហ្នឹងដោយសារតែកង់ខាងក្រោយនេះគឺវាអាចបវលបានលយទំនើបហើយសុវត្ថិភាពហើយ M6 នៅពេលដែលខ្ញុំតេស្តហើយទី1គឺ smart យើងអាចនិយាយបានទេថាឡាននេះវាអត់មានបច្ចេកវិទ្យាមួយទំនើបនិយាយមិនកើតដោយសារអីនៅពេលដែលចូលក្នុងឡានហ្នឹងគ្រប់យ៉ាងគឺបច្ចេកវិទ្យាស្របខ្លួនយើងដូចជាខ្ញុំជិះជាមួយនឹង robot មួយចឹងការ design ទាំងក្នុងទាំងក្រៅមើលទៅស្អាតពេញភ្នែកមែនតើហើយនឹងមួយទៀតទៅលើប្រព័ន្ធភាពស្ងាត់នៅក្នុងឡានណាដោយសារតែប្រើជាកញ្ចក់ពីរជាន់ទាំងផ្នែកខាងមុខទាំងផ្នែកខាងក្រោយអញ្ចឹងនៅពេលដែលយើងអង្គុយនៅខាងក្នុងឡានយើងទទួលបានអារម្មណ៍ថាវា comfort ខ្លាំងមែនតើ